បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយពុកម៉ែបងប្អូនគឺមកស្លសម្លបែបស្រុកស្រែយើងនឹងឯងពុកម៉ែបងប្អូនថ្ងៃនេះគឺមកស្លប្រហើននងដាក់នឹងត្រួយបាសតិចតិចស្លឹកបាសតិចតិចទៀតគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយគឺញិចម្ទេសហិលទៀតគឺត្រូវតែម្ដងគឺស្លមកជូរស្លប្រហើនេះបើមិនបានម្ទេសទេក៏ហូបមិនឆ្ងាញ់ដែរពុកម៉ែបងប្អូនមិនថាគេមិនថាខ្ញុំទេឲ្យតែស្លមកជូរស្លប្រហើបានម្ទេសគឺឆ្ងាញ់តែម្ដងនឹងហើយពុកម៉ែបងប្អូនហើយក៏ននងយើងក៏ដាក់ទៅក៏ហត់ទឹកផ្អែមណាស់ពុកម៉ែបងប្អូនគឺដើមននងផ្លែននងនេះគឺហត់ទឹកស្លទៅគឺផ្អែមណាស់ទឹកវាផ្លែននងហើយនេះក៏យើងមកធ្វើននងយើងយកទៅស្លឲ្យពុកម៉ែបងប្អូនគឺផ្លែច្រើនណាស់បេះតែប្រហែលផ្លែទេ2 3ផ្លែក៏យើងមិនយកច្រើនដែរក៏ផ្លែរៀងច្រើនដែរហើយក៏នៅជាប់ដបងផ្ទះនឹងឯងឡើងមកដើមឈើនៅក្បែរដបងក្បែរអីហ្នឹងគឺននងនេះស្រួលដាំណាស់បងប្អូនគឺដាក់ទៅគ្រាប់វាទៅឲ្យទៅដោះមានដើមឈើដើមអីគឺវាឡើងផ្ញើខ្លួននៅលើគេហើយគឺវាដល់ណាដល់ណីពេញតែនឹងផ្លែយីងរយោងហ្នឹងហើយក៏មិញស្លឹកបាសយើងក៏វានៅគៀនហ្នឹងដែរក៏យើងបេះស្លឹកបាសនៅគៀនហ្នឹងដែរទៅហ្នឹងហើយពុកម៉ែបងប្អូនហើយនេះក៏ននងបន្លែយើងហ្នឹងក៏វាបាក់គេកង់ហ្នឹងដោយសារធ្ពួកមកធ្លាក់គឺបាក់ពុកម៉ែបងប្អូនអើយគឺផ្លែវាវែងណាស់តែធ្លាក់មកបាក់អញ្ចឹងឲ្យកាត់ជាកង់អញ្ចឹងទៅពុកម៉ែបងប្អូនហើយថ្ងៃនេះក៏គ្រឿងស្លប្រហើននងយើងមិនមានអីច្រើនទេមានតែអំបិលស្ករបីជែងប្រហុកជាងធម្មតាហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយក៏ត្រីយើងមួយហើយណែក៏យើងមកចិត្តនងយើងឲ្យបានស្អាតហើយននងនេះដែរក៏យើងស្លក៏កុំសូវដាក់ទឹកច្រើនអីននងវាអាចនឹងចេញទឹកវាមានជាតិទឹកចឹងពុកម៉ែបងប្អូនហ្នឹងហើយចឹងហើយយើងក៏កុំដាក់ទឹកច្រើនពេកតែយើងដាក់ទឹកច្រើនពេកទៅវាចេញទឹកពីនងទៀតក៏ចឹងទឹកច្រើនហើយពុកម៉ែបងប្អូនហើយហ្នឹងហើយពុកម៉ែបងប្អូននៃទស្សនាហើយក៏ឃើញខ្ញុំស្លប្រហើននងខុសពីបងប្អូនអាចខមមិននៅខាងក្រោមវីដេអូខ្ញុំបានពីរបៀបធ្វើរបៀបស្លរបស់បងប្អូនចឹងណាពុកម៉ែបងប្អូនហ្នឹងហើយនេះឥឡូវក៏យើងមកចិត្តនងយើងឲ្យចំណិតប្រឆិតចឹងពុកម៉ែបងប្អូននងយើងចិត្តប្រឆិតចឹងយើងចិត្តធំតិចក៏មិនអីដែរគឺនងវាស្លោកវារលួយទេហើយឥឡូវនេះក៏យើងមកដាំទឹកយើងដើម្បីយើងបងកលស្លឹកគ្រៃយើងឲ្យវាកាត់ជាតិឆ្អាបពុកម៉ែបងប្អូនហើយឥឡូវទឹកយើងក៏ពុះហើយយើងមកចាប់ផ្ដើមកញ្ជ្រុំប្រហុកយើងហ្នឹងហើយពុកម៉ែបងប្អូនមិនចោលទេស្លមជូរស្លប្រហើក៏ត្រូវតែជុំប្រហុកហើយក៏ជ្រុំប្រហុកហើយយើងមកបងគ្រឿងអំបិលស្ករបីជែងយើងចូលបន្ថែមឲ្យវារសជាតិកាន់តែឆ្ងាញ់ទៀតចឹងពុកម៉ែបងប្អូនហ្នឹងហើយក៏យើងបងអំបិលស្ករបីជែងយើងនេះប្រហុកជ្រុំប្រហុកហើយក៏យើងមើលនេះហើយទឹកពុះក៏យើងដាក់ត្រីយើងចូលទៀតចឹងពុកម៉ែបងប្អូនយើងដាក់ត្រីយើងចូលហើយក៏យើងកូវាកុំឲ្យបែកសាច់ត្រីពុកម៉ែបងប្អូនយើងកូវាចឹងមកហើយក៏យើងដុះពពុះប្រហុកចេញផងកុំឲ្យវាធំក្លិនប្រហុកខ្លាំងពេកក៏យើងដុះពពុះប្រហុកចេញទៅហ្នឹងហើយពុកម៉ែបងប្អូនហើយក៏យើងមកបងបន្លែនងយើងចូលនេះពុកម៉ែបងប្អូនគឺយើងបងចូលយើងភ្លក់រសជាតិនៃសំល្មមនៃថាយើងត្រូវរសជាតិប៉ុណ្ណាហើយក៏យើងរំងាស់នងនឹងឲ្យវាស្លោកលលួយទីទៅក៏យើងចាប់ផ្ដើមចាប់មកដាក់ស្លឹកបាសយើងចូលចុងក្រោយនឹងហើយពុកម៉ែបងប្អូនបើស្លឹកបាសយើងដាក់មុនបន្លែស្លឹកបាសវាឆាប់លលួយវាឆាប់ស្លោកទេត្រូវតែទឹកក្តៅបន្តិចគឺវាស្លោកហើយអញ្ចឹងយើងចាំមកដាក់ចុងក្រោយគ្រាន់តែយើងដាក់ភ្លោកកូវារៀងនេះទៅក៏យើងលើកទៅពុកម៉ែបងប្អូនហ្នឹងហើយឲ្យតែយើងភ្លក់រសជាតិសមល្មមដែលយើងចូលចិត្តហើយក៏យើងចាំដាក់ស្លឹកបាសនឹងចូលហ្នឹងហើយឥឡូវក៏យើងឆ្អិនហើយភ្លក់សមល្មមហើយក៏យើងមកដាក់ស្លឹកបាសយើងចូលនេះពុកម៉ែបងប្អូនហ្នឹងហើយយើងដាក់ញុំស្ទាប់ទៅក៏កូរទៅវាស្ទាប់ទៅតាមទឹកក្តៅទឹកស្លយើងហ្នឹងហើយពុកម៉ែបងប្អូនហើយក៏ឆ្អិនហើយយើងមកដុះដាក់ចាននេះគឺហុយពុកម៉ែបងប្អូនអើយ
ទេពុកម៉ែបងប្អូនសំឡននងណាបើពុកម៉ែបងប្អូនហូបក្តៅគេហូបមិនកើតទេគឺក្តៅណាស់នងពុកម៉ែបងប្អូនគឺខ្ញុំទុកឲ្យតិចសិនបានខ្ញុំហូបណែពុកម៉ែបងប្អូនគឺទុកប៉ុណ្ណឹងឲ្យមិនចង់តិចទៀតពុកម៉ែបងប្អូនហូបឲ្យនៅតែផ្លុំទៀតណាគឺផ្លែនងនេះគឺក្តៅណាពុកម៉ែបងប្អូនក្តៅងុំបានយូរតែម្ដងពុកម៉ែបងប្អូនអើយគឺហូបស្លបហើននងហើយគឺត្រូវនៅទេសភាពស្រុកស្រែជាទៀតពុកម៉ែបងប្អូនអើយគឺជាតិណាស់នឹកឃើញពីក្មេងចេះតែហូបចឹងពុកម្ដាយគាត់ស្លឲ្យហូបដល់ឥឡូវក៏ចេះស្លចេះធ្វើខ្លួនឯងក៏ធ្វើហូបខ្លួនឯងទៅចង់ហូបអីធ្វើនឹងចឹងពុកម៉ែបងប្អូនហ្នឹងហើយក៏បងខ្លះដែលគាត់ធ្វើការនៅឆ្ងាយគាត់ធ្លាប់ហូបសម្លឪពុកម្ដាយធ្វើឲ្យហូបក៏ចង់ហូបទៀតក៏មិនចេះធ្វើក៏អាចនៅមើលវីដេអូខ្ញុំនេះបានហើយក៏ធ្វើតាមក៏អាចស្លហូបបានហើយពុកម៉ែបងប្អូនបងខ្លះដែលគាត់នៅឆ្ងាយធ្វើការនៅឯនេះសមុទ្រឬនៅយើងនៅឆ្ងាយពីស្រុកកំណើតអីចឹងក៏ពុកម៉ែបងប្អូនក៏មិនចេះធ្វើនឹកឃើញក៏ចង់ហូបសម្លស្នាដៃឪពុកម្ដាយធ្លាប់ធ្វើហូបអីក៏មិនចេះធ្វើក៏អាចមើលវីដេអូនេះក៏អាចធ្វើបានហើយពុកម៉ែបងប្អូនហ្នឹងហើយមើលតែតាមវីដេអូខ្ញុំទៅគឺហូបទៅធ្វើទៅហូបបានហើយហ្នឹងហើយពុកម៉ែបងប្អូនក៏មើលទេសភាពពីខាងក្រោយផងហើយនឹងហូបសម្លយើងត្រូវស្រុកស្រែយទៀតគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយហើយនឹងឲ្យពុកម៉ែបងប្អូនក៏វីដេអូយើងក៏មិនមានជាអីច្រើនដែរក៏មានតែត្រឹមប៉ុណ្្នេះឯងពុកម៉ែបងប្អូនហើយក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយក៏អរគុណពុកម៉ែដែលបានចូលចិត្តខ្ញុំបាទក៏សូមជួយចុច follow និង like និង share ផងនឹងឲ្យពុកម៉ែបងប្អូនហើយជាចុងក្រោយនេះក៏មិនមានអីច្រើនដែរក៏សូមជម្រាបលាពុកម៉ែបងប្អូនតែត្រឹមនេះឲ្យពុកម៉ែបងប្អូន